ក្មេងៗអ្នកដែលកាត់ទាំងខ្ញុំដេញតណ្ដើមនំស៊ីតែញយស្បែកជើងទុកនៅមុខផ្ទះតែហ៊ានប្រហែងវាច្បាំងជាសយហៅបើមិនតែមានលុយច្រើនបំផុតគឺត្រឹម500តែឃើញមុខញយនៅកន្លែងស៊ីផឹកគីឡូទុំលប់មកគេដេកណាពីយប់មកហើយងើបធ្វើការឡើងតាំងនៅពីព្រឹកទុំលប់ខ្ញុំដេកចិត្តភ្លឺហើយភ្ញាក់ថ្ងៃត្រង់ពុនខ្លួនឡើងស្ពឹកបើភ្នែកពួកមកចាំមុខផ្ទះសិតតែសេរីដាវស៊ីផឹកលើកដាច់កាត់ទៅបានផឹកសើចពេលខ្ញុំមិនលុយផឹកក៏ពេលខ្ញុំអត់លុយផឹកក៏កដាទៀនស្រែកច្រៀងណែណាពេលគេថាថ្លង់ខ្ញុំក៏សើចឃើញស្រីស្អាតខ្ញុំក៏សើចស្រីមកក្រក់ខ្ញុំក៏សើចពឹងរវងខ្ញុំដើរលេលើអត់ការងារធ្វើសាប់តែលឺសូទាត់ឆ្កែមួយជើងលេងទុកចង្កាហាត់ប្រានបាយឆ្អែតបបួលក្មេងលេងឈូងជើងសតំព្រុងក្បាលសឹកនៅតែដៃចាក់ធុងបះរំតាមខ្នល់គេជិះមកដល់សុំអង្គៀងបច្ច័យសុំបានលុយយកទិញស្រាផឹកទិញថងច្រកទឹកទុកគប់ស្រីស្រីឪគេដេញវាយកលន់មាត់ថាក្មេងៗអ្នកដែលកាត់ទាំងខ្ញុំដេញតណ្ដើមនំស៊ីតែញយស្បែកជើងទុកនៅមុខផ្ទះតែហ៊ានប្រហែងវាច្បាំងជាសយហៅបើមិនតែមានលុយច្រើនបំផុតគឺត្រឹម500តែឃើញមុខញយនៅកន្លែងស៊ីផឹកគីឡូទុំលប់មកគេដេកណាពីយប់មកហើយងើបធ្វើការឡើងតាំងនៅពីព្រឹកទុំលប់ខ្ញុំដេកចិត្តភ្លឺហើយភ្ញាក់ថ្ងៃត្រង់ពុនខ្លួនឡើងស្ពឹកបើភ្នែកពួកមកចាំមុខផ្ទះសិតតែសេរីដាវស៊ីផឹកលើកដាច់កាត់ទៅបានផឹកសើចពេលខ្ញុំមិនលុយផឹកក៏ពេលខ្ញុំអត់លុយផឹកក៏កដាទៀនស្រែកច្រៀងណែណាពេលគេថាថ្លង់ខ្ញុំក៏សើចឃើញស្រីស្អាតខ្ញុំក៏សើចស្រីមកក្រក់ខ្ញុំក៏សើចពឹងរវងខ្ញុំដើរលេលើអត់ការងារធ្វើសាប់តែលឺសូទាត់ឆ្កែមួយជើងលេងទុកចង្កាហាត់ប្រានបាយឆ្អែតបបួលក្មេងលេងឈូងជើងសតំព្រុងក្បាលសឹកនៅតែដៃចាក់ធុងបះរំតាមខ្នល់គេជិះមកដល់សុំអង្គៀងបច្ច័យសុំបានលុយយកទិញស្រាផឹកទិញថងច្រកទឹកទុកគប់ស្រីស្រីឪគេដេញវាយកលន់មាត់ថា